ហើយឥឡូវនេះខ្ញុំកំពុងតែអង្គុយលើទឹកប្រាក់$5 លានហើយបន្តិចទៀតនេះខ្ញុំនឹងឲ្យគេធ្វើការប្រកួតប្រជែងគ្នាដើម្បីទទួលទឹកប្រាក់ដល់សន្ធឹកសន្ធាប់មួយនេះថាតើបេក្ខជនទាំងអស់នេះពួកគេនឹងទៅជាយ៉ាងណាហើយអ្វីដែលអ្នកកំពុងតែធ្វើជាសក្តិគ្រាន់តែជាការចាប់ផ្ដើមអ្វីមួយដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រពីមុនមកមនុស្ស2000នាក់ចាប់ផ្ដើមការប្រកួតប្រជែងគ្នាជាបន្តបន្ទាប់សម្រាប់កន្លែងមួយចំនួននៅក្នុងស៊េរីវីដេអូ Premium របស់ខ្ញុំមួយចំនួន10ភាគហៅថា Beast Game អស់លោកស្រីសូមកលេចមើលទៅខាងឆ្វេងរបស់លោកអ្នកសូមកលេចទៅមើលខាងស្ដាំរបស់លោកអ្នក1000ក្នុងចំណោមអ្នកនឹងត្រូវលុបចោលនៅខាងចុងវីដេអូនេះក៏ប៉ុន្តែសម្រាប់អ្នកពាក់កណ្ដាលផ្សេងទៀតនៃអ្នកនឹងបន្តទៅ Beast Game នោះម្នាក់ក្នុងចំណោម2000នាក់នឹងដើរចេញក្នុងកម្មវិធីនេះចំនួនទឹកប្រាក់$5 លានដែលបំបែកកំណត់ត្រាពិភពលោកហើយហ្គេមរបស់យើងគឺនៅខាងក្រោយវាំងនននេះសូមទម្លាក់វាំងននចុះមកបញ្ហាប្រឈមដំបូងនៃការសាកល្បងទាំងនេះគឺសាកល្បងកម្លាំងរបស់លោកអ្នកអូប្រជុំចោលឲ្យដល់អីមើលអូយទេតែយើងទៅទាញវាដោយដៃហ៎ហើយខ្ញុំត្រូវការអ្នកទាំងអស់គ្នាបំបែកជា5ក្រុមនៃ400ក្រុមណាដែលជាក្រុមចុងក្រោយដើម្បីលើកដុំថ្មទម្ងន់10000ផោនបើសិនលោកអ្នកឆ្លងកាត់បន្ទាត់មួយណានឹងត្រូវលុបចោលកូតោះយើងអូត្រៀមក្រុមយើងអូហើយខ្ញុំបានទទួលយុទ្ធសាស្ត្រថ្មីខ្ញុំឲ្យប្រុសខ្លាំងនៅខាងនោះតែបានបង្កើតឡើងដើម្បីបំបែកការថយក្រោយបំបែកការសុបិននិងកំទេចខ្ញុំជឿជាក់ថាខ្ញុំមិនត្រូវគេកាត់ចោលក្នុងកម្មវិធីនេះនោះទេហើយ400នាក់នៅក្នុងចំណោមអ្នកនឹងចិត្តបានត្រូវគេលុបចោលអូតែទៅផ្ទះវិញមិនមែនជាយុទ្ធរបស់ខ្ញុំទេហើយបរិបទទាំងអស់នេះតស៊ូដើម្បីទឹកប្រាក់$5 លានខ្ញុំមិនជឿជាក់ថាពួកគេនឹងទទួលបាននោះទេ3 2 1 let's goដែលពណ៌ដៃឆាប់ទាខ្លាំងទៅអូចាប់ទាខ្លាំងទៅក្រុមយើងស៊ូឡើងចិត្តបានសម្រាប់អូយអានោះអត់ជួយទាល្ងានឹងអត់ឲ្យផឹកឡើយលបងតដាក់មកយួយវាសាច់ខ្លែបហើយដុំថ្មដែលបានប៉ះកម្ពូលចុងក្រោយទៅបានលុបចោលអូគូចាប់ទាឡើងទៅឲ្យក្រោយគេអូអានោះអត់ជួយទាអូវ៉ាប្រជាម្ចាស់ឲ្យក្រុមប្រជាទីលឿនខ្លាំងមែនតើជាយូជោគជ័យហើយគណៈពេលនេះដែរ3ក្រុមបានឈានមកដល់ទីបញ្ចប់វាមានពណ៌លឿងនិងពណ៌ក្រហមតើអ្នកណាខ្លាំងទៅទៀតប្រូស៊ូឡើងកុំឲ្យចាញ់គេ1 2 3ទាញអូអាណាគេលេចផោមកអូយស្អីគូយើងទៅដល់ទីតាំងអូយស្អីផោខ្លាំងអីជុកផោភ្លឺមើលអូទេហើយអ្នកដែលទាញទៅដល់គូដៅនោះគឺពណ៌លឿងតើអូខេទេអូខេជុំគ្រប់ត្រូសូមអបអរសាទរក្នុងការឆ្លងកាត់បញ្ហាប្រឈមដំបូងតើអ្នកស្រឡាញ់ក្រុមរបស់អ្នកដែរឬទេហើយចុះក្រុមពណ៌លឿងតើអ្នកស្រឡាញ់ក្រុមរបស់អ្នកដែរជាអកុសលសម្រាប់ប្រកួតប្រជែងលើកទី2មិត្តភ័ក្តិរួមក្រុមរបស់អ្នកនឹងក្លាយទៅជាគូប្រជែងរបស់អ្នកក្រុមការងារយកកាបូបយួរចេញមកមានតែក្រុមផ្កាឈូកទេដែលឈរនៅជុំវិញព្រំដែនពណ៌ក្រហមមកទៀតហើយនៅជុំវិញលោកអ្នកគឺជាសមុទ្រកាបូបហើយអ្នកខ្លះឲ្យខ្ញុំលុបចោលហើយអ្នកខ្លះក៏បាននិយាយថាឲ្យខ្ញុំសង្គ្រោះហើយនៅលើ Jubatron យើងនឹងបង្ហាញយ៉ាងឆាប់រហ័សបើសិនជាលោកអ្នកយកកាបូបយួរដែលមានសុវត្ថិភាពអ្នកនឹងមិនត្រូវបានលុបចោលនោះទេគោលដៅរបស់អ្នកគឺដើម្បីទន្ទិញចាំកន្លែងកាបូបយួរដែលមានសុវត្ថិភាពហើយតម្រូវអ្នកទាំងអស់គ្នាទៅចាប់ឲ្យបានមុនគេអ្នកត្រូវតែគិតឲ្យលឿននិងរត់ឲ្យលឿនដោយសារតែមានមនុស្ស400នាក់នៅក្នុងក្រុមតែមួយកាបូបយួរដែលធ្វើឲ្យអ្នកចាក់ចេញគឺមានចំនួន50ការប្រសាណាសូមបង្ហាញផែនទីអូមិនអីទេវាគឺជាជួរទី2អូនោះគឺជាជួរទី7ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមានកាបូបខ្លីមួយនៅក្នុងចាន3 2 1 Goអូខេប្រូយើងដល់មកយូរហើយឥឡូវនេះអ្នកទាំងអស់គ្នាមានករណីមួយវាដល់ពេលដើម្បីស្វែងយល់ថាតើជោគវាសនារបស់អ្នកគឺជាអ្វីតើកាបូបយួរនោះនៅខាងមុខអ្នកអនុញ្ញាតឲ្យអ្នកបន្តទម្លាក់ណា$5 លាននៅចាំអ្នក3 2 1លាតារាងឡើងអ្នកទាំងអស់គ្នានឹងទៅកាន់ការបង្គាប់បន្តទៀតអូយជួយយោតោះល្ងាចទឹកផឹកអីតោះដាក់បាយូបងដាក់បាយូប្រូបិសាច់ខ្លែមកមានតើផឹកល្ងាចនឹងយេហើយគណៈពេលនេះការប្រកួតប្រជែងទី2បានមកដល់ទីបញ្ចប់ហើយ
សូមអបអរសាទរអ្នកទាំង1400នាក់ដែលបានធ្វើដំណើរមកកាន់តែឆ្ងាយយើងមានការប្រកួតប្រជែង2បន្ថែមទៀតក្នុងការធ្វើតេស្តនេះហើយសម្រាប់កម្មវិធីវីដេអូ Premium Beast Game របស់ខ្ញុំច្បាប់សម្រាប់ការប្រកួតប្រជែងទី3គឺសាមញ្ញបំផុតខ្ញុំកំពុងតែដាក់ទង់ជាតិនៅទីលាននៅចំពីមុខលោកអ្នកនឹងត្រូវចាប់យកទង់ជាតិដើម្បីបន្តដំណើរទៅមុខទៀតគណៈពេលនេះបេក្ខជនមានចំនួន1400ហើយទង់ជាតិមានចំនួន1100នេះមានន័យថា300នាក់ក្នុងចំណោមអ្នកនឹងត្រូវដកចេញដូច្នេះយើងកំណត់ទង់ផ្សេងគ្នាជារៀងរាល់ជុំរហូតដល់1100ដែលយើងបានចាប់យកតែនៅពេលដែលអ្នកឆ្លងកាត់បន្ទាត់ក្រហមអ្នកត្រូវតែចាប់យកទង់ជាតិបើសិនអ្នកចាប់មិនបានអ្នកនឹងត្រូវដកចេញពីកម្មវិធីអ្នកទទួលបានទង់ជាតិឬអ្នកទៅផ្ទះអ្នកមិនបានទឹកប្រាក់5លាននោះទេមានទង់តែ10ប៉ុណ្ណោះនៅជុំទី1ហើយបេក្ខជនដែលទៅចាប់ទង់ជាតិគឺមានច្រើនជាង10នាក់ដូច្នេះបើសិនអ្នកមិនទាន់បដិញ្ញាចិត្តពេញលេញក្នុងការប្រកួតប្រជែងលើកនេះទេតែវាជាឱកាសសម្រាប់អ្នកក្នុងការដើរថយក្រោយហើយរងចាំឱកាសនៅជុំក្រោយខ្ញុំមកនឹងទៅជុំទី3អូមិនអីទេខ្ញុំនឹងរៀបចំនៅជុំទី1ហើយអូបើសិនជាអ្នកទាំងពីរចាប់ទង់ជាតិតែមួយនោះអូខ្ញុំនឹងវាយគាត់ដរាបណាខ្ញុំផ្លុំផ្សាយនេះជុំនឹងចាប់ផ្ដើមអូវ៉ាវ go អូខ្ញុំសើតែមិនជឿថាគាត់រត់លឿនដល់ថ្នាក់នេះអូមើលពួកគេទាំងពីរកំពុងតែដណ្ដើមទង់ជាតិគ្នាអូមានការប៉ះទង្គិចគ្នាហើយតោះពួកយើងទៅមើលលេខរៀងទី10ទង់ជាតិចំនួន10ត្រូវបានចាប់យកហើយអ្នកទាំងពីរត្រូវបានលុបចោលអូអរគុណច្រើនដែលបានចេញមកហើយសម្រាប់អ្នកទាំង10នាក់ដែលបានចាប់យកទង់ជាតិនោះសូមអបអរសាទរបាទអ្នកទទួលបានកន្លែងមួយសម្រាប់ប្រកួតប្រជែងបន្ទាប់របស់យើងអូមានតែមនុស្ស12នាក់ប៉ុណ្ណោះដែលបាននៅទីនេះអូពួកគេឆ្លាតជាងការគិតដែលខ្ញុំគិតទៅទៀតហើយខ្ញុំគិតថាមនុស្សរាប់រយនាក់នឹងនៅដែលយើងចាប់ផ្ដើមសម្រុកបន្តិចសម្រាប់ជុំទី2ខ្ញុំនឹងដាក់ទង់ជាតិចំនួន50ហើយបេក្ខជនជាច្រើនត្រៀមនឹងកម្ចាត់ចេញអ្នកបាលើកនេះយើងនៅទាំងអស់គ្នាអូអ្នកកំពុងតែហៅទង់ជាតិ100អ្នកមែនទេខ្ញុំទទួលបាន47កុំទៅ49ខ្ញុំទទួលបាន29ពួកគេកំពុងតែជ្រើសរើសទង់ជាតិរបស់ពួកគេហើយពួកគេកំពុងតែព្យាយាមធ្វើជាយុទ្ធសាស្ត្រតែបើសិនជាអ្នកទាំងអស់គ្នាព្យាយាមនៅទំព័រតែមួយទឹកប្រាក់ចំនួន5លានត្រូវបានខាតបង់អូខេ let's goអូវ៉ាវពួកគាត់ប្រជារត់លឿនខ្លាំងមែនទែនពួកគេកំពុងតែចាប់ហើយដូច្នេះបេក្ខជនជាច្រើនបានទទួលយកទង់ជាតិនៅសល់ទង់ជាតិចំនួនតែមួយតែប៉ុណ្ណោះតើអ្នកណាទទួលបានក្រោយគេអូជីយូខ្ញុំទទួលបានទង់ជាតិហើយតើអ្នកបានឃើញលេខរៀងទី20នាទីនោះទេទង់ជាតិ50ត្រូវបានចាប់យកហើយមនុស្ស5នាក់ត្រូវបានដកចេញសូមចងចាំថាអ្នកចាំក្រោយគេនោះហាងឆេងកាន់តែអាក្រក់តោះពួកយើងធ្វើបែបនេះវិញទៅវាហាក់ដូចជាមនុស្សជាច្រើនកំពុងតែព្យាយាមឆ្លងបន្ទាត់កំហុសដើម្បីចាប់យកទង់ជាតិអូទង់ជាតិចុងក្រោយត្រូវបានគេចាប់យកសូមអបអរសាទរចំនួនបេក្ខជន1100នាក់ដែលពួកគេព្យាយាមឆ្លងកាត់ទៅការប្រឡងចុងក្រោយរបស់ពួកយើងការប្រកួតប្រជែងកាត់បំពង់កនៅឡើយទេបងប្អូនហើយនេះគឺជាថ្ងៃចុងក្រោយហើយពួកយើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសាកល្បងចុងក្រោយរបស់ Beast Game បន្ទាប់ពីការធ្វើតេស្តដ៏ឈួតឆ្កួតមកមានអារម្មណ៍ថាបែកវល់ហើយគណៈពេលនេះគឺខ្ញុំមិនអាចបកក្រោយបាននោះទេហើយខ្ញុំតែងតែឆ្លុះបញ្ចាំងហើយខ្ញុំអាចនិយាយបានថាខ្ញុំកំពុងតែនៅក្នុងវីដេអូរបស់ Mr. Beast នេះជាការប្រសើរណាស់អ្នកទាំង1000ការឆ្លងកាត់ប្រកួតប្រជែងចុងក្រោយអ្នកនឹងធ្វើការប្រកួតប្រជែងបន្ទាប់នៅក្នុងវីដេអូ Premium របស់ខ្ញុំរាល់វគ្គនីមួយៗនៅក្នុងកម្មវិធីនេះគឺធំជាងវីដេអូ YouTube ដ៏ធំបំផុតខ្ញុំក៏ធ្លាប់ធ្វើវាដែរហើយទំហំក្នុងការបង្ហាញនេះវាមិនគួរឲ្យជឿហើយយើងបានសាងសង់ទីក្រុងទាំងមូលហើយយើងកំពុងតែផ្ដល់កោះឯកជនមួយហើយយើងទទួលបានរង្វាន់ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រក្នុងចំណោមពួកគេទាំងអស់មានតែម្នាក់តែប៉ុណ្ណោះដែលដើរចេញក្នុងកម្មវិធីនេះចំនួនទឹកប្រាក់5លានដុល្លារហើយវិនាទីបន្ទាប់ខ្ញុំនឹងបញ្ចប់វីដេអូនេះក៏ប៉ុន្តែសូមត្រួតពិនិត្យមើលថាអ្នកដែរបើកភ្លើងនេះជាការបង្ហាញដ៏អាក្រក់បំផុតហើយវីដេអូនេះអ្នកមិនដែលឃើញនៅក្នុងឆាកជីវិតរបស់អ្នកនោះទេហើយអ្នកបានសាងសង់ទីក្រុងទាំងមូលពីដីឡើងទៅហើយយើងបានផ្ដល់កោះឯកជនមួយហើយ admin នេះបានសង្ស័យកន្លែងនេះខ្លាំងមែនតើថា Mr. Beast ប្រកាសជាដាក់ប្លង់វីដេអូខុសហើយលេងដាក់ប្លង់វីដេអូដដែលធ្វើឲ្យ admin សម្រាប់ដដែលហើយបន្តិចជានេះខ្ញុំនឹងប្រាប់រឿងនៅវែងជាងគេហើយការផ្សាយវីដេអូនេះគឺដោយសេរីហើយមានអ្វីប្លែកៗដែលអ្នកទាំងអស់គ្នាមិនដែលឃើញពីមុនមកបើសិនមកអ្នកទាំងអស់គ្នាធ្លាប់រីករាយជាមួយនឹង content របស់ខ្ញុំបើសិនបើ admin អាចសុំអ្វីពីអ្នកទាំងអស់គ្នាបាននោះសូមឲ្យអ្នកទាំងអស់គ្នាចុច subscribe ម្នាក់មួយផងបាទអ្នកនឹងបានឃើញថាមនុស្សរាប់ពាន់នាក់ដែលមានតែម្នាក់តែប៉ុណ្ណោះដែលទទួលបានទឹកប្រាក់ដោយចង់សន្ទប់មួយនេះហើយខ្ញុំនឹងចាប់ផ្ដើមក្នុងកម្មវិធីនេះហើយដល់កន្លែងហ្នឹង admin គឺមិនហ៊ានសម្រេចតទៅមុខទៀតទេព្រោះអីកន្លែងហ្នឹងគឺជាកន្លែងដែល admin ជាប់ copyright កាលពីវីដេអូមុន
ធ្វើឲ្យ admin ណាខាតពេលមិនស្ទើរនោះទេ admin កាត់វីដេអូនឹងឡើង 3-4 ដងហើយតែនៅតែជាប់ copyright អញ្ចឹងឯងគ្មានវិធីដោះនោះទេអរគុណសម្រាប់ការទស្សនាវគ្គ1ហើយឥឡូវនេះខ្ញុំកំពុងតែចូលលើទឹកប្រាក់$5 លាននេះជារង្វាន់ធំបំផុតដែលមាននៅក្នុងប្រវត្តិសាស្ត្រកំសាន្តតាំងពីមុនមកនោះទេហើយការប្រកួតប្រជែងយកប្រាក់រង្វាន់$5 លាននេះគឺមានបេក្ខនារីចំនួន 1000 នាក់ហើយក៏សូមស្វាគមន៍មកកាន់ Beast Game 2 អរុនសុស័យអ្នកទាំងអស់គ្នាហើយអ្វីដែលនៅកំពុងតែឃើញនៅទីនេះគឺជាការប្រកួតប្រជែងពិតប្រាកដវាមិនជាការបោកប្រាស់ឬភូតកុហកនោះទេអញ្ចឹងហើយនៅពេលនេះគឺបំបីកំណត់ត្រាចំនួនមនុស្ស 1000 នាក់ហើយគណៈពេលនេះដែរគឺសល់តែមនុស្ស 1000 នាក់តែប៉ុណ្ណោះដែលអ្នកកំពុងតែឃើញនៅពេលនេះហើយសូមឲ្យអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នមិត្តរួមក្រុមរបស់លោកអ្នកព្រោះគឺគេអាចផ្ដួលរំលំអ្នកបានគ្រប់ពេលវេលានៅជុំនេះហើយពួកគេមកទីនេះដើម្បីយកទឹកប្រាក់$5 លានដើម្បីយកទៅផ្ទះវិញសូមស្វាគមន៍មកកាន់ Beast Game ហើយខ្ញុំគិតថាហ្គេមនេះគឺល្អបំផុតសូមអ្នកទាំងអស់គ្នាសប្បាយចិត្តចុះសូមឲ្យសំណាងល្អខាង Pro ហើយនិងខាងនារីផងដែរហើយកម្មវិធីនេះគឺធំជាងអ្វីដែលខ្ញុំគិតដែលខ្ញុំសម័យទៅទៀតហើយកម្មវិធីយើងក៏មានអ្នកលេងច្រើនហើយប្រាក់រង្វាន់ក៏ផ្ដល់ឲ្យរាប់លានដែរហើយកម្មវិធីរបស់យើងចំណាយក្នុងនេះគឺច្រើនជាង$5 លានទៅទៀតហើយយើងកំពុងតែផ្ដល់ឲ្យឡាន Lamborghini មួយគ្រឿងនិងកោះឯកជនដែលមានតម្លៃ$1,80,000ហើយមិនតែប៉ុណ្ណោះក៏យើងក៏បានសាងសង់ទីក្រុងទាំងមូលផងដែរហើយស្នាដៃទាំងអស់នេះគឺរបស់ Mr. Beast ហើយនិងមិត្តភ័ក្តិរបស់គាត់ទាំង5នាក់ Gero Nolan Chandler Drake Max ឈើស្អីគេ admin ពោះវិញហើយមុននឹងពេលចាប់ផ្ដើមហ្គេមនេះខ្ញុំមានអ្វីមួយផ្ដល់ជូនអ្នកទាំងអស់គ្នាហើយកម្មវិធីពាក្យច្រើនគឺមានរង្វាន់ចំនួន$1 លានប៉ុន្តែក្នុងកម្មវិធីរបស់យើងនឹងផ្ដល់ឲ្យ$1 លានមុនពេលយើងលេងហ្គេមដំបូងគឺទទួលបានទឹកប្រាក់$1 លានហើយនេះគឺជាទឹកប្រាក់ដ៏ចន្ទសន្ធឹកសន្ធាប់មួយផងដែរហើយបច្ចុប្បន្ននេះអ្នកមានចំនួនទឹកប្រាក់$1 លានជាគោលចំហហើយមានរយៈពេល10នាទីនៅក្នុងមេរិកានោះហើយអ្នកមានរយៈពេល10នាទីដើម្បីធ្វើការសម្រេចចិត្តស្ម័គ្រចិត្តនៅលេងហ្គេមបន្តឬក៏ចុចប៊ូតុងនៅលើ tablet របស់លោកអ្នកហើយអ្នកនឹងបានលុបចេញពីកម្មវិធីហើយអ្នកដែលបានចាក់ចេញពីកម្មវិធីនឹងបែងចែកឲ្យស្មើគ្នាចំនួន$1 លាននៅឈរពីក្រោយដូច្នេះបើសិនជាមានម្នាក់នៅក្នុងចំណោមអ្នកមានអ្នកណាចុចប៊ូតុង tablet នោះអ្នកនឹងក្លាយជាសេដ្ឋីក៏ប៉ុន្តែបើសិនអ្នកនៅក្នុងចំណោមមនុស្ស50នាក់ដែលបានដកខ្លួនអ្នកនឹងទទួលបានទឹកប្រាក់ចំនួន$20,000ហើយដូច្នេះខ្ញុំនិយាយស្មោះត្រង់ទៅចុះតើអ្នកពិតជាគិតថាអ្នកលេងម្នាក់នៅក្នុងចំណោម1000នាក់ដែរឬទេអ្នកចង់បានទទួលទឹកប្រាក់$5 លាននោះឬក៏ចង់បានដោយវិធីដ៏ងាយដើរចេញដោយលុយហើយយើងនៅតែអាចផ្ដើមកម្មវិធីកំណត់ម៉ោងហើយគណៈពេលនេះដែរគឺយើងទទួលបានអ្នកចុច tablet ដំបូងគេបំផុតហើយគណៈពេលនេះអ្នកខ្លាចជាសេដ្ឋីហើយអូវ៉ាវមានអ្នកផ្សេងចុចទៀតហើយនោះហើយនៅទីបញ្ចប់ការសរុបការចុចប៊ូតុងនេះគឺមានចំនួន52អ្នកគឺមានន័យថាសូមអបអរអ្នកទាំងពីរដែលទទួលបានទឹកប្រាក់$20,000ត្រឡប់ទៅផ្ទះវិញហើយគណៈពេលនេះដែរអ្នកទាំង52អ្នកត្រូវបានដកចេញពីកម្មវិធីចំពោះអ្នកទាំង948អ្នកដែលបានបដិសេធផ្ដល់ជូនខ្ញុំវាមិនមានការត្រឡប់មកវិញនោះទេ Beast Game បានចាប់ផ្ដើមហើយសម្រាប់ការប្រកួតប្រជែងដំបូងអ្នកទាំងអស់គ្នានឹងប្រកួតប្រជែងគ្នាជាក្រុមហើយជួរនេះគឺជាក្រុមហើយជួរនេះគឺជាក្រុមហើយជួរនោះគឺជាក្រុមដែរយើងទទួលបានចំណុចជួរដ៏ធំនីមួយៗដែលមានអ្នកលេងចំនួន80នាក់នៅក្នុងជួរនីមួយៗហើយខ្ញុំក៏មិនទាន់សប្បាយចិត្តដែរដើម្បីឲ្យក្រុមអ្នកទាំងអស់គ្នាឈានទៅមុខហើយដើម្បីឲ្យឈានទៅមុខបានគឺនៅក្នុងក្រុមរបស់អ្នកមានម្នាក់ដែលលះបង់ខ្លួនឯងដើម្បីចាក់ចេញមានន័យថាមានម្នាក់នឹងត្រូវដើរចេញក្នុងកម្មវិធីទឹកប្រាក់$5 លានហើយតាមឆន្ទៈរបស់ពួកគេដែលធ្វើឲ្យអ្នកមួយចំនួនអាចបន្តការប្រកួតប្រជែងក្នុងហ្គេមនេះបន្តទៅមុខទៀតបានអូបាទតើមានប្រុសណាចង់សាករឿងមួយទៀតដែរឬទេហើយហ្គេមនេះបានចាប់ផ្ដើមរួចទៅហើយវានឹងបញ្ចប់រហូតដល់ជួរទី3ចុងក្រោយដើម្បីលុបបំបាត់នរណាម្នាក់បើសិនជួរណាមិនត្រូវចាក់ចេញម្នាក់នឹងត្រូវលុបចោលទាំងហើយលក្ខខណ្ឌពិសេសក្នុងចំណោម9ជួរក្នុងចំណោម12ជួរនឹងត្រូវបន្តទៅមុខទៀតតើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណាដែរចំពោះហ្គេមមួយនេះខ្ញុំពិតជាមានអារម្មណ៍ការសោកស្ដាយខ្លាំងមែនទែនអ្នកគ្រប់គ្នានៅក្នុងជួររបស់អ្នកសូមអបអរសាទរចំពោះការលះបង់ខ្លួនឯងអ្នកពណ៌អីចុចប៊ូតុងសម្ងាត់ចុចភ្លាមទៅអូតើគាត់តាណាបាត់ហើយនឹងហើយឥឡូវនេះមនុស្សជាច្រើនប្រហែលជាឆ្ងល់ថាតើវាអាចទៅរួចទេក្នុងការទម្លាក់មនុស្ស80នាក់ក្នុងពេលតែមួយហើយខ្ញុំទទួលបានចម្លើយគឺបានទម្លាក់តើបងប្អូនទាំងគ្នាចង់ឲ្យ admin សម្រាប់សាច់រឿងទាំងមូលឬក៏ចង់ឲ្យ admin នឹងបញ្ចូលសលេងតាមតួអង្គនីមួយៗឬប្រែបូកសម្រាយផងដែរសូមឲ្យ comment ម្នាក់មួយមកហើយសូមបញ្ជាក់ថាវីដេអូនេះគឺ admin សម្រាយមិនមែនប្រែបូកសម្រាយដូចវីដេអូមុនទេបើថាចង់ឲ្យ admin ប្រែបូកសម្រាយ comment ប្រាប់ admin ផងណាអ្នកប្រែបូកសម្រាយសូមជម្រាបលាជួបគ្នានៅវគ្គ3